គាត់វិនិយោគអំពីរូបផលចំណេញអំពីការដែលយើងទិញតម្លៃទាបលក់វិញក្នុងតម្លៃខ្ពស់នៅពេលដែលទីផ្សារដើរល្អឡើងវិញថាតើគួរទិញអចលនទ្រព្យបន្ថែមអត់បាទនៅក្នុងពេលបច្ចុប្បន្នពេលស្ថានភាពសេដ្ឋកិច្ចវិស័យអចលនទ្រព្យកំពុងតែចុះថយនេះហ្នឹងហើយអញ្ចឹងសម្រាប់ការឆ្លើយតបវិញគឺគ្មានរូបមន្តណាដែលថាលេខ1ទេដែលអាចថាត្រូវតែទិញឬក៏មិនត្រូវទិញអានេះគឺអាស្រ័យទៅលើអ្នកទិញហើយអាស្រ័យទៅលើការមូលហេតុហើយនឹងគោលបំណងរបស់គាត់បាទជាទូទៅយើងគ្រាន់តែដឹងថានៅពេលដែលវិស័យអចលនទ្រព្យកំពុងតែមានថា slow down ហើយតម្រូវការទាបហើយការផ្គត់ផ្គង់ច្រើនអញ្ចឹងជាទីផ្សារអ្នកទិញអញ្ចឹងអ្នកទិញគាត់អាចចរចាគាត់មានកម្លាំងអាចចរចាជាមួយគេដើម្បីយកតម្លៃសមរម្យអញ្ចឹងអានេះគឺជាមូលហេតុអញ្ចឹងមានថាគាត់អាចទិញក្នុងតម្លៃទាបហើយគាត់អាចទុក 4-5 ឆ្នាំក្រោយអាចនៅពេលអចលនទ្រព្យមានការ pick up ឡើងវិញមានកម្រើកឡើងវិញពេលហ្នឹងគាត់អាចលក់បានថ្លៃលើអ្វីដែលគាត់ទិញអញ្ចឹងគាត់អាចវិនិយោគអំពីរូបផលចំណេញអំពីការដែលយើងទិញតម្លៃទាបហើយលក់វិញក្នុងតម្លៃខ្ពស់នៅពេលដែលទីផ្សារដើរល្អឡើងវិញអញ្ចឹងអានេះគឺជាចំណុចសំខាន់